នេះគោពលសុខព្រមតើសូមជ្រះថាអនុមោទនាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទសូមលើករឿងមួយយកមកនិទានចែកជូនបងប្អូនស្ដាប់រឿងនេះគឺតាក់ទងទៅនឹងចុងភៅស្រុកស្រែបងប្អូនដឹងស្រាប់ហើយថាពីដើមឡើយស្រុកស្រែយើងពេលមានកម្មវិធីបុណ្យទានឬក៏កម្មវិធីអីផ្សេងណាបាទគ្មានការជួលចុងភៅទិញតុកទិញរោងអីដូចយើងបច្ចុប្បន្នហ្នឹងទេពេលមានកម្មវិធីម្ដងគឺគេរកគ្នាគេហៅថាពឹងពាក់គ្នាអ្នកណាជំនាញអីរកមកជួយក្នុងកម្មវិធីហ្នឹងម្នាក់បន្តិចទៅអ្នកចេះស្លអ្នកចេះដាំបាយអីគឺរកទៅតាមហ្នឹងចឹងថ្ងៃហ្នឹងខ្ញុំបាទសូមលើករឿងពាក់ព័ន្ធនឹងចុងភៅបងប្អូនចុងភៅចំនួនពីដើមហ្នឹងយ៉ាងម៉េចព្រោះអត់មានជួលគិតថ្លៃគិតធ្នូអីដូចសពថ្ងៃមកតុក$10 $15ថ្លៃឈ្នួលថ្លៃអីមកតុក50 60 100អីអត់ទេពីដើមគឺរបៀបរកគ្នាបាទរកឲ្យយើងជូនសគុណគាត់តិចតួចអីចឹងទៅណាបាទអញ្ចឹងចូលដល់សាច់រឿងយ៉ាងម៉េចadmin ជាអ្នកកត់ចំណងដៃកាលនោះកត់ចំណងដៃតែនេះបងប្អូនអ្នកស្រុកអ្នកភូមិហ្នឹងគាត់រកគេហៅថាអ្នកកត់ចំណងដៃចឹងហ្នឹង admin ហ្នឹងជំនាញកត់ចំណងដៃតាំងពីក្មេងណាតាំងពីក្មេងមកក៏ទួងវារៀនថ្នាក់ទី4ទី5អីហ្នឹងស្មានមើលគឺមានបងប្អូនអ្នកស្រុកអ្នកភូមិហ្នឹងគាត់ពឹងពាក់រកជួយតសេជួយកត់អីតិចតួចហ្នឹងតាំងពីក្មេងមកអញ្ចឹងពេលកត់ចំណងដៃហ្នឹងខ្ញុំកត់ចំណាំបានបាទពេលមានភ្ញៀវមកច្រើនកុសកអញ្ចឹងណាចុងភៅគាត់តែងតែមកលួចសួរអ្នកកត់ចំណងដៃគាត់មកសួរប៉ាអូនមើលបានភ្ញៀវម៉ានហើយនោះបាទខ្ញុំអ្នកកត់ចំណងដៃហ្នឹងអូបាន200ហើយពូបាទនេះបញ្ជីអីយើងបង្ហាញឲ្យគាត់មើលទៅអ្នកកត់ចំណងដៃហ្នឹងបាន200ហើយដល់អញ្ចឹងចុងភៅគាត់ឡប់ទៅវិញឡប់ចូលទៅកន្លែងការងាររបស់គាត់ណាកន្លែងស្លកន្លែងស្លុកអីហ្នឹងរបស់គាត់វិញទៅបាទមកស្បក់ទៀតគាត់ឲ្យក្រុមការងាររបស់គាត់ណាគេហៅថាកូនចៅអ្នកជិតស្និទ្ធអីឬក៏អ្នកណាម្នាក់ហ្នឹងមកសួរទៀតមើលបានភ្ញៀវប្រមាណហើយបាទមិញបាន200បាទដល់គាត់មកមួយសាទៀតបាន250ហើយបាទអញ្ចឹងគាត់ហ្នឹងក៏ទទួលដំណឹងពីអ្នកកត់ចំណងដៃហ្នឹងបាន250ទៅប្រាប់ចុងភៅបាទហើយបងប្អូនដឹងមិនទេកាលនោះខ្ញុំអត់ដឹងថាហេតុអីបានជាគាត់ចេះតែមកសួរបានភ្ញៀវប្រមាណអីប្រមាណអញ្ចឹងណាបាទទៅតែឥឡូវតាដល់ឥឡូវហ្នឹងបានយល់ថាអូគាត់ចេះតែមកមើលអីបានភ្ញៀវប្រមាណហ្នឹងតាមពិតមកហូបគាត់ហ្នឹងវាស្រកបាទវាស្រកអញ្ចឹងបានគាត់ចេះតែបារម្ភថាមកហូបដែលគាត់ស្លហ្នឹងវាគ្រាន់ជាមួយភ្ញៀវដែលបានហៅទាំងអត់បាទហ្នឹងហើយអញ្ចឹងគាត់ចេះតែមកអើតអ្នកកត់ចំណងដៃហ្នឹងដោយសារអញ្ចឹងទេបាទហើយនៅមានវគ្គបន្តទៀតបងប្អូនវគ្គបន្តទៀតប៉ុន្តែដោយសារពេលវេលារៀងខើចបាទខ្ញុំនឹងចេញវីដេអូបញ្ចប់នៅវីដេអូក្រោយបាទសូមអរគុណបងប្អូនបាទសូមអរគុណដែលបានចូលរួមស្ដាប់បាទសូមអរគុណ